អ្នកដែលអត់តដឹងរឿងពីករណីដែលម៉ូតូគាត់វ៉ាឡានណាដល់ពេលចឹងទៅឈ្មោះទៅបុកនឹងឡានតាក់ស៊ីមួយទៀតណាឥឡូវខ្ញុំនឹងមកសម្រាយរឿងនេះឲ្យបងប្អូនទាំងអស់គ្នាស្ដាប់តែស្នងការខេត្តបៃលិនបំភ្លឺករណីបុរសម្នាក់បើកម៉ូតូបុករថយន្តបណ្ដាលឲ្យស្លាប់ខ្លួនឯងហើយគ្រួសារអ្នកស្លាប់បានប្តឹងទៅម្ចាស់ឡាននិងទៅតុលាការខណៈខាងសាកសពទៀតរហូតទៅដល់$5000ចាហើយខាងម្ចាស់រថយន្តជួយត្រឹមតែ$1000តែប៉ុណ្ណោះស្នងការនគរបាលខេត្តបៃលិនបានបកស្រាយបំភ្លឺជូនសាធារណជនចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង17:13នាទីនៅថ្ងៃទី4ខែឧសភាឆ្នាំ2025រវាងម៉ូតូវ៉ាឡានណារវាងម៉ូតូវ៉ារថយន្តហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតដែលកំពុងតែបើកបរបញ្ច្រាស់ទៅគ្នាតាមពិតករណីហ្នឹងតាំងពីថ្ងៃទី4ណាបងប្អូនទាំងគ្នាចាតាំងពីថ្ងៃទី4ខែ5ណាចាហើយឥឡូវថ្ងៃទី17 18ហ្នឹងប៉ុន្តែរឿងហ្នឹងវាទឹមតែកើតមានចម្រូងចម្រាសឡើងវិញដោយសារតែភាគីខាងសាកសពហ្នឹងគឺគេអត់សុខចិត្តទេចាគេអត់សុខចិត្តនឹងអាថ្លៃសំណងហ្នឹង$1000ទេតើតែបាន$5000បានគេនិយាយថាសូមបញ្ចប់រឿងក្តីហ្នឹងតែម្ដងចាភាគីខាងម៉ូតូហើយក្នុងករណីនេះដែរជំនាញនេះគឺបានធ្វើការវាស់វែងឃើញថាភាគីម៉ូតូគឺជាអ្នកបង្កភាគីម៉ូតូគឺជាអ្នកបង្កឡើងវ៉ារថយន្តគាត់បានវ៉ារថយន្តដែលកំពុងតែបើកបរទិសដៅស្របគ្នាប៉ុន្តែគាត់ជ្រុលចកូតបានទៅបុកនឹងរថយន្តដែលកំពុងតែបើកបរបញ្ច្រាស់ទិសគ្នាជាមួយនឹងម៉ូតូណាបងប្អូនទាំងគ្នាចានៅលើផ្លូវអតិភិបរបស់រថយន្តអញ្ចឹងបានន័យថាគាត់ខុសហើយគាត់ជិះវ៉ាឡានដោយសារតែគាត់ចង់វ៉ាឡានហ្នឹងគាត់ទៅចូលអាផ្លូវអតិភិបរថយន្តដែលរបៀបថារថយន្តតាក់ស៊ីហ្នឹងដែលគាត់បានបុកហ្នឹងណាបងប្អូនចំពោះករណីនេះដែរជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន3លើកលើកទី1នៅថ្ងៃទី7ខែឧសភាឆ្នាំ2025លើកទី2នៅថ្ងៃទី8ខែឧសភាឆ្នាំ2025ហើយនិងលើកទី3នៅថ្ងៃទី8ខែឧសភាឆ្នាំ2025ដដែលដោយភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នាដោយភាគីខាងរថយន្តរងគ្រោះជួយចូលបន់ទៅភាគីខាងម៉ូតូបង្កចំនួន4លានរៀលដោយមានការធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរហើយបានព្រឹត្តមេដៃនិងមានថតរូបប្រកុលថវិកាដើម្បីបញ្ចប់រឿងលុះបន្តិចក្រោយមកនៅថ្ងៃខែឆ្នាំដដែលហ្នឹងគឺបងប្អូនសាច់ញាតិខាងម៉ូតូហ្នឹងខាងជនបង្កហ្នឹងគឺអត់ព្រមទេបងប្អូនចាអត់ព្រមហើយអត់សុខចិត្តទេបង្គាប់ឲ្យឪពុកម្ដាយភាគីខាងបើកបរម៉ូតូហ្នឹងទាមសំណងប្រាក់ចំនួន$5000ទើបយល់ព្រមបញ្ចប់រឿងហើយទាំងដែលខ្លួនឯងខុសគេអត់មានបានខុសសោះសំណាងហើយដែលគេចូលបន1000ហ្នឹងចាសំណាងហើយបើអ្នកខ្លះវិញ1000ហ្នឹងគេអត់មានចូលបនហើយគេប្តឹងយើងតទៀតចាគេប្តឹងឲ្យសងគេវិញព្រោះគេអត់មានបានខុសទេយើងអ្នកបើកបរហ្នឹងជិះមកចូលកន្លងផ្លូវរបស់គេហើយជិះមកបុកឡានគេហើយមកទាមទារឲ្យគេសងរហូតដល់$5000បងប្អូនគាត់មើលចាគេបានសង1000ហ្នឹងចាត់ទុកថាអរគុណគេទៅអាហ្នឹងគុណបុណ្យរបស់គេហើយបើអ្នកខ្លះវិញគេអត់សងទេគេប្តឹងយើងហ្មងព្រោះដោយសារតែយើងខុសយើងជិះមកបុកឡានគេថាមិនឡានគេជិះទៅបុកយើងណាហើយភាគីខាងឡានហ្នឹងក៏ដូចជាឪពុកម្ដាយបោះជនបង្កហ្នឹងឪពុកម្ដាយខាងម៉ូតូហ្នឹងគឺគេបានព្រមព្រៀងគ្នាហើយបងប្អូនចាគេបានព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរគេបានផ្តិតមេដៃមានថតរូបមានអីបកគោលថាវិការដើម្បីបញ្ចប់រឿងហើយហ្នឹងប៉ុន្តែអ្នកដែលមិនសុខចិត្តហ្នឹងគឺបងប្អូនសាច់ញាតិខាងជនបង្កខាងម៉ូតូហ្នឹងចេះតែនិយាយចេះចោះអត់ព្រមមកសុខចិត្តប្រកបឲ្យឪពុកម្ដាយគេហ្នឹងទៅទារលុយចំនួន$5000បានយល់ព្រមបញ្ចប់រឿងហើយទៅទារ5000ស្អីអាខ្លួនឯងអ្នកខុសសោះទៅទារគេដល់5000គេឲ្យ1000ហ្នឹងអរគុណគេទៅចាអរគុណគេទៅអាហ្នឹងបុណ្យរបស់គេហើយគេជួយ1000ហ្នឹងតែมันមានការឯកភាពគ្នាជំនាញបានកសាងសំណុំរឿងហ្នឹងដើម្បីបញ្ជូនទៅអัยការអមសាលាដំបងខេត្តបៃលិនដើម្បីចាត់ការតាមនីតិវិធីបន្តទៀតនៅថ្ងៃទី16ខែឧសភាឆ្នាំ2025យើងនេះតែម្ដងអញ្ចឹងដោយសារតែខាងក្រុមគ្រួសារជនបង្កហ្នឹងគឺអត់ពេញមិនអត់ពេញចិត្តទេអត់យល់ព្រមនៅក្នុងការសំណងសង1000ហ្នឹងចានិយាយទៅមនុស្សអត់ព្រមបញ្ចប់រឿងបាន1000ហ្នឹងចាត់ទុកថាប្រគុណចែករបស់គេទៅចាប៉ុន្តែមនុស្សអត់ព្រមបញ្ចប់រឿងចង់បានដល់5000ទាំងដែលខ្លួនឯងជាអ្នកខុសសោះខ្លួនឯងជាអ្នកខុសសោះហើយទាគេដល់5000គិតមើលចាំមើលថាច្បាប់នឹងដោះស្រាយបែបណាចាត្រូវមានយុត្តិធម៌សម្រាប់គេអ្នកដែលត្រូវហើយឡានគឺអត់មានចេតនាទេឡានក៏អត់បានបុកដែរគឺម៉ូតូជិះមកបុកឡានខ្លួនឯងបញ្ញាប់ដោយសារជិះបញ្ញាប់អាហ្នឹងហើយវ៉ាហើយផ្លូវទូចតែមួយឡើងជិះវ៉ាដល់ពេលជិះវ៉ាឡានហ្នឹងអាហ្នឹងជ្រុលចកោទៅបុកឡានគេអញ្ចឹងហីចា